ta dương su AI tao học này bà dùng phở cam thì Google Gemini á ta let's go chạy tới chấm đẹp su ជំរាបសួរតើខ្ញុំអាចជួយអ្វីបាននៅថ្ងៃនេះ ខ្ញុំមានវិបត្តិស្នេហាតើអ្នកអាចជួយខ្ញុំបានទេ ខ្ញុំពិតជាមានក្តីសង្ឃឹមចង់ជួយអ្នកមែនតើវិបត្តិស្នេហាគឺជារឿងអស់ដែលលំបាកមែនតើតើអ្នកចង់និយាយអំពីបញ្ហាអ្នកម្នាក់ឲ្យកាន់តែលម្អិតបានទេខ្ញុំនឹងព្យាយាមត្បៅដំបងមន់តាមដែលឯងធ្វើទៅបាន ខ្ញុំចង់បង្ខំឲ្យគេស្រឡាញ់ខ្ញុំឲ្យបានច្រើនតើអាចបង្ខំឲ្យគេស្រឡាញ់ខ្ញុំបានទេ ខ្ញុំយល់ថាអ្នកពិតជាចង់បានក្តីស្នេហានិងការស្រឡាញ់ពីមនុស្សដែលអ្នកចូលចិត្តប៉ុន្តែការបង្ខំឲ្យនរណាម្នាក់ស្រឡាញ់យើងគឺមិនមែនជាមធ្យោបាយត្រឹមត្រូវនោះទេក្តីស្នេហាកើតឡើងដោយឯងដែលមិនអាចបង្ខំបានឡើយតើអ្នកចង់ដឹងពីវិធីណាផ្សេងទៀតដើម្បីទាក់ទាញក្តីស្រឡាញ់រវាងអ្នកនិងអ្នកដទៃដែរឬទេ ឥឡូវនេះខ្ញុំពិបាកចិត្តតើអ្នកអាចជួយបានទេ ខ្ញុំពិតជាចង់ជួយអ្នកមែនតើការពិបាកចិត្តគឺជារឿងធម្មតាដែលកើតឡើងចំពោះមនុស្សតែគ្រប់គ្នាតើមានអ្វីមួយដែលអ្នកចង់រំលែកមកខ្ញុំបានទេខ្ញុំនឹងស្ដាប់ដោយអកចិត្តទុកដាក់ ខ្ញុំពិបាកអញ្ចឹងតើអ្នកអាចនិយាយរឿងកំ pl បានទេ ជាការពិតណាស់មានរឿងកំ pl មួយដ៏ល្បីមែនតើហេតុអ្វីបានជាឆ្មាមិនអាចទៅសាលារៀនเพราะវាមានច្រើនពេកយ៉ាងម៉េចដែរតើវាគួរចោលឲ្យសំណើទេ ពិតជាចង់សើចណាស់អ្នកអើយចង់សើចខ្ញុំពិតជាសប្បាយចិត្តណាស់ពេលស្ដាប់លើពាក្យកំ pl បែបនេះ ខ្ញុំរីករាយណាស់តែឮថាអ្នកសប្បាយចិត្តតើខ្ញុំអាចជួយនិយាយរឿងកំ pl អ្វីផ្សេងទៀតបានទេ និយាយរឿងកំ pl បែបសត្វឆ្មានិងឆ្កែ ពិតណាស់មានរឿងកំ pl មួយទាក់ទងនឹងឆ្កែនិងឆ្មាហេតុអ្វីបានជាឆ្មាស៊ីណាំប៊ីស្គីតព្រោះវាចង់បានឆ្អឹងយ៉ាងម៉េចដែរតើអ្នកសើចទេ ពិតជាអស់សម្ដែងខ្លាំងណាស់ ខ្ញុំពិតជារីករាយមែនតើដែលបានធ្វើឲ្យអ្នកសើចតើអ្នកចង់ស្ដាប់រឿងកំ pl មួយទៀតទេ ចង់សាររបស់និយាយទៀតមក ល្អណាស់ស្ដាប់នេះហេតុអ្វីបានជាឆ្កែមិនអាចធ្វើចេញអ្នកចម្រៀងព្រោះវាគ្រាន់តែព្រុសយ៉ាងម៉េចដែរ ពិតជាសប្បាយសើចណាស់ខ្ញុំមិនដែលស្ដាប់កំ pl បែបនេះតាំងពីកើតមក ជំរាបណាដាធ្វើឲ្យអ្នកសើចតែអ្នកចង់ស្ដាប់រឿងកំ pl បែបណាទៀត រឿងយក្សចង់ស៊ីមនុស្ស យល់ទេស្ដាប់នេះមានយក្សម្អីដើរចូលទៅក្នុងព្រៃស្រាប់តែឃើញមនុស្សម្នាក់កំពុងតែអង្គុយបេះផ្កាយក្សនោះលៀនស្រែកឡើងថាអញនឹងស៊ីអញឥឡូវនេះមនុស្សនោះតបវិញថាលោកយក្សកុំស៊ីខ្ញុំស៊ូនពេកណាខ្ញុំមានរឿងល្អមួយចង់ប្រាប់យក្សនោះលៀនស៊ូថារឿងអីមនុស្សនោះតបវិញថាគឺខ្ញុំចូលចិត្តបេះផ្កាណាយក្សនោះលៀនស្រែកឡើងថាហាហាឯងមនុស្សចម្លែកមែនតែចាំបាច់មកប្រាប់ធ្វើអីមនុស្សនោះតបវិញថាគឺខ្ញុំចង់និយាយថាខ្ញុំចង់ធ្វើជាមិត្តភក្តិមួយលោកយក្សយក្សនោះលៀនស្រែកឡើងថាហាហាឯងមនុស្សចម្លែកមែនតែខ្ញុំក៏ចង់ធ្វើជាមិត្តភក្តិមួយឯងដែរហើយពួកគេក៏បានខ្លាយជាមិត្តភក្តិទាំងគ្នាតាំងពីពេលនោះមក ពិតជាកំ pl ណាស់តើអ្នករតនាបាត់ហើយតើអ្នករតនាហើយរត់ចោលគ្នាបាត់